ថ្ងៃនេះយើងរៀបចំដំណើរកម្សាន្តទៅខាងខេត្តកំពតបាទនេះគឺយើងរៀបចំការទំយប់សម្លៀកពាក់មកតាំងមកដល់តាំងគោយមមួយណាទុកមួយណារៀបវ៉ាន់យូពេកមេចង់មកត្រួតពិនិត្យហើយនៅប៉ានេះប៉ាយូពេកឲ្យដាក់ដល់គោមកៅមុនចូលគេងមកប្រាំងប៉ាដាក់ឲ្យអូនងើបអូនតន់បាត់ងើបគេងលើស្ងាត់បាទឥឡូវមក5កន្លះគឺយើងបានចាប់ផ្ដើមធ្វើដំណើរជិះមីផ្ទះបាទយើងសាច់ច្បាស់ផ្លូវចឹងយើងពឹងលើបងGoogle Mapជួយនាំផ្លូវបាទមេប្រុសលំណាគឺហេវចឹងដាក់ដល់គោមួយសិនបាទនេះយើងដល់កន្លែងសម្រាប់ញ៉ាំបាយពេលព្រឹកកូនកំមុំគេញ៉ាំអីដល់មិនได้ញ៉ាំបាននៅស្ងៀមបានមេប្រុសនេះបាយអស់ពីចានហេវនៅពីយប់បាទពេលនេះគឺយើងបន្តដំណើរទៅកាន់ទីរួមខេត្តកំពតហើយយើងក៏ឆ្ពោះទៅលេងកន្លែងសេះសមុទ្រដែលភ្ញៀវពេញនិយមទៅលេងសមុទ្រអត់បានយកបន្ទាប់ពីយើងបានថតរូបរួចហើយបានយើងបន្តដំណើរទៅលេងកន្លែងកម្សាន្តនៅខាងដងតេម្ដងចូលទៅខាងក្នុងគឺកូនពួយសុំតែម៉ូតូពីបោះសិនបាទនេះគឺយើងកំងអាហារសម្រាប់បាយថ្ងៃត្រង់ញ៉ាំអាហាររួចរាល់គឺមេប្រុសទ្រាំមិនបានគឺសុំទៅលេងទឹកបាទបន្តមកទៀតគឺយើងបន្តដំណើរទៅកន្លែងដែលយើងស្នាក់នៅរីសតនិស័យបាទគឺទេសភាពគឺ frame មែននៅទីនេះហើយនៅពេលនេះគឺមានកន្លែងស្រាប់ឲ្យយើងញ៉ាំអីជាអញ្ចឹងបីតិចបាទបន្ទាប់ពីយើងញ៉ាំអីរួចនោះគឺយើងចូលទៅបន្ទប់គេងបាទអរគុណសម្រាប់ការទស្សនា